គេថាដើម្បីចិញ្ចឹមកូនឲ្យបានល្អម្នាក់តើតែយើងខ្លាចទៅជាម្ដាយល្អសិនហើយខ្ញុំសួរគេថាដើម្បីខ្លាចទៅជាម្ដាយល្អយើងត្រូវធ្វើម៉េចគេឆ្លើយថាតើតែយើងជាម្ដាយមានសុខភាពផ្លូវចិត្តល្អក៏ដូចជាសុខភាពផ្លូវកាយល្អដែរទើបយើងអាចខ្លាចទៅជាម្ដាយល្អចិញ្ចឹមកូនម្នាក់បានល្អកើតអញ្ចឹងខ្ញុំក៏សួរគេតទៀតធ្វើម៉េចដើម្បីឲ្យមានសុខភាពផ្លូវកាយក៏ដូចជាសុខភាពផ្លូវចិត្តល្អគេក៏និយាយដែរថាតើតែយើងមានពេលវេលាផ្ទាល់ខ្លួនខ្លះយើងអាចសម្រាកនៅពេលណាដែលយើងហត់យើងអាចធ្វើអ្វីដែលយើងចង់ធ្វើឧទាហរណ៍ថាយើងចង់ទៅហាត់ប្រាណនៅជីមយើងចង់ទៅម៉ាស្សាខ្លួនយើងចង់ទៅលាបកញ្ចក់អីអញ្ចឹងទៅអញ្ចឹងខ្ញុំក៏សួរគេតទៀតថាចុះបើសិនជាករណីខ្ញុំដែលជាអ្នកធ្វើការពេញម៉ោងឬក៏ជាអ្នករកស៊ីពេញម៉ោងហើយយើងជាអ្នកមើលកូនដោយផ្ទាល់ដៃយើងអត់មានអ្នកនៅជាមួយទេហើយយើងក៏អត់មានបងប្អូនពូមីងណានៅក្បែរផ្ទះយើងដើម្បីយកកូនយើងទៅផ្ញើគាត់មកស្ទុះអីបានដែរអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីចេញក្រៅបានអានេះជាសំណួរដែលខ្ញុំសួរគាត់ទី1ទី2ខ្ញុំក៏សួរគាត់ដែរថាតើការថែរក្សាផ្លូវចិត្តក៏ដូចជាផ្លូវកាយរបស់ខ្លួនឯងក្នុងនាមជាម្ដាយម្នាក់ហ្នឹងពិតជាចាំបាច់ឲ្យយើងត្រូវចេញពីក្រៅផ្ទះមែនដែរអត់ចម្លើយ